ក្នុងប្រវត្តិសាស្ត្រខ្មែរនាសតវត្សទី20គ្មានបុគ្គលណាដែលមានឥទ្ធិពលលើការរក្សាអត្តសញ្ញាណជាតិនិងវប្បធម៌ខ្មែរបានខ្លាំងក្លាស្មើនឹងសម្ដេចព្រះសង្ឃរាជជួនណាតឡើយព្រះអង្គប្រសូតនៅថ្ងៃអង្គារទី11ខែមីនាឆ្នាំ1883ក្នុងភូមិកំរៀងឃុំរកាកោះស្រុកគង់ពិសីខេត្តកំពង់ស្ពឺក្នុងគ្រួសារកសិករដែលមានជីវភាពសាមញ្ញចាប់តាំងពីវ័យកុមារព្រះអង្គបានបង្ហាញនូវបញ្ញាស្មារតីឆ្លាតវៃខុសពីក្មេងដទៃដោយបានចូលសិក្សានៅក្នុងវត្តពោធិព្រឹក្សនិងបានសាងភ្នួសជាសាមណេរនៅអាយុ14ឆ្នាំដោយសារការស្រឡាញ់ចំណេះដឹងយ៉ាងខ្លាំងព្រះអង្គបានបន្តការសិក្សាផ្នែកធម៌វិន័យនិងភាសាបាលីសំស្ក្រឹតរហូតទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ព្រះគ្រូចៅអធិការនិងអ្នកប្រាជ្ញចំនួននោះរបទដ៏សំខាន់បំផុតក្នុងព្រះជន្មរបស់ព្រះអង្គគឺការបូជាព្រះកាយពលដើម្បីការពារនិងអភិវឌ្ឍអក្សរសាស្ត្រខ្មែរក្នុងសម័យកាលដែលកម្ពុជាស្ថិតក្រោមអាណានិគមបារាំងនៅពេលនោះភាសាបារាំងបានចូលមកមានឥទ្ធិពលយ៉ាងខ្លាំងលើរដ្ឋបាលនិងការសិក្សាដែលធ្វើឲ្យអក្សរសាស្ត្រខ្មែរស្ទើរតែបាត់បង់រូបរាងសម្ដេចជួនណាតរួមជាមួយសម្ដេចព្រះពោធិវង្សហួតតាតបានតស៊ូយ៉ាងស្វិតស្វាញក្នុងការបង្កើតវចនានុក្រមខ្មែរដែលជាគ្រឹះដ៏រឹងមាំបំផុតនៃភាសាជាតិការចងក្រងវចនានុក្រមនេះមិនមែនជារឿងងាយស្រួលឡើយវាបានចំណាយពេលរាប់សិបឆ្នាំនិងការស្រាវជ្រាវយ៉ាងម៉ត់ចត់បំផុតដើម្បីប្រមូលផ្ដុំពាក្យពេចន៍ខ្មែរឲ្យមានស្តង់ដារតែមួយដែលយើងប្រើប្រាស់រហូតដល់សព្វថ្ងៃក្រៅពីកិច្ចការវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតគឺជាអ្នកដឹកនាំបដិវត្តន៍ខាងចំណេះដឹងព្រះអង្គគឺជាអ្នកផ្ដួចផ្ដើមបង្កើតសាលាបាលីជាន់ខ្ពស់និងការកែតម្រង់ការសិក្សារបស់ព្រះសង្ឃឲ្យមានលក្ខណៈវិទ្យាសាស្ត្រនិងទាន់សម័យអ្វីដែលធ្វើឲ្យកូនខ្មែរគ្រប់រូបចងចាំព្រះអង្គមិនភ្លេចគឺស្នាដៃនិពន្ធបទពង្សាវតារខ្មែរនិងបទនគររាជដែលជាភ្លេងជាតិខ្មែរសំនៀងនិងអត្ថន័យនៃបទចម្រៀងទាំងនេះបានដាស់ស្មារតីកូនខ្មែរឲ្យមានមោទនភាពជាតិនិងសេចក្តីក្លាហានក្នុងការការពារទឹកដីព្រះអង្គមានសមត្ថភាពអស្ចារ្យក្នុងការនិយាយភាសាបរទេសជាច្រើនដូចជាបារាំងអង់គ្លេសថៃឡាវនិងវៀតណាមដែលធ្វើឲ្យព្រះអង្គអាចផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោកដោយមោទនភាពនៅឆ្នាំ1948ព្រះអង្គត្រូវបានតែងតាំងជាសម្ដេចព្រះសង្ឃរាជនៃគណៈមហានិកាយដែលជាតំណែងខ្ពស់បំផុតក្នុងជួរពុទ្ធសាសនាទោះបីជាមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយក៏ព្រះអង្គនៅតែមានប្រតិសាមញ្ញប្រកបដោយមេត្តាធម៌និងចូលចិត្តអប់រំប្រជារាស្ត្រដោយផ្ទាល់មាត់ព្រះអង្គតែងតែមានព្រះបន្ទូលសង្កត់ធ្ងន់ថាអក្សរសាស្ត្រខ្មែរគឺជាព្រលឹងជាតិបើអក្សរសាស្ត្ររលាយជាតិក៏រលាយពាក្យស្លោកនេះបានក្លាយជាត្រីវិស័យសម្រាប់បញ្ញវន្តខ្មែរគ្រប់ជំនាន់ក្នុងការថែរក្សាអត្តសញ្ញាណរបស់ខ្លួនទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយសម្ដេចព្រះមហាសុមេធាធិបតីជួនណាតបានយាងចូលទីវង្គតនៅថ្ងៃទី25ខែកញ្ញាឆ្នាំ1969ក្នុងព្រះជន្ម86វស្សាមរណភាពរបស់ព្រះអង្គគឺជាការបាត់បង់ត្បូងពេជ្រដ៏មានតម្លៃបំផុតនៃកម្ពុជាទោះបីជាព្រះកាយរបស់ព្រះអង្គបាត់បង់ទៅមែនប៉ុន្តែវិញ្ញាណនិងស្នាដៃរបស់ព្រះអង្គជាពិសេសវចនានុក្រមខ្មែរនៅតែបន្តរស់រានមានជីវិតក្នុងគ្រប់សាលារៀនគ្រប់បណ្ណាល័យនិងគ្រប់ដួងចិត្តកូនខ្មែរព្រះអង្គគឺជាសក្ខីភាពដែលបង្ហាញថាអាវុធនៃបញ្ញានិងដងបាកាគឺមានអំណាចជាងអាវុធសង្គ្រាមក្នុងពង្រឹងស្មារតីជាតិជួរទ័ពអក្សរសាស្ត្រដែលព្រះអង្គបានបន្សល់ទុកនឹងបន្តយាមកាមព្រលឹងខ្មែរជានិរន្តរ៍តទៅត